តែអ្នកទាំងអស់គ្នាធ្លាប់និយាយជាមួយនឹងនរណាគេម្នាក់ហើយភ្លាមនោះស្រាប់តែអារម្មណ៍របស់យើងប្រែជាមិនល្អតែម្ដងហើយមានពេលខ្លះទៀតយើងគ្រាន់តែនៅចិត្តនឹងនរណាគេម្នាក់ក៏អាចធ្វើឲ្យយើងមានអារម្មណ៍ថាបាត់បង់នៅធម្មពលបានផងដែរមានមនុស្សខ្លះពួកគេមិនបានធ្វើឲ្យយើងមានការជឿចាប់ដោយសារតែទង្វើឬសកម្មភាពរបស់ពួកគេនោះទេក៏ប៉ុន្តែពួកគេបានធ្វើឲ្យយើងមានការជឿចាប់តាមរយៈភាពអវិជ្ជមានរបស់ពួកគេដែលភាពអវិជ្ជមានរបស់មនុស្សទាំងនេះអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នានៅជាមួយនឹងមនុស្សបែបនេះកាន់តែយូរទៅនៅពេលនោះអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមផ្លាស់ប្ដូរនៅការគិតរបស់អ្នកទាំងអស់គ្នាបន្តិចម្ដងខ្ល้ายជាភាពអវិជ្ជមានដោយការគិតរបស់ពួកគេដែរចឹងហើយនៅក្នុងវីដេអូថ្ងៃនេះខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នានៅសញ្ញា5យ៉ាងដែលបង្ហាញថាមនុស្សណាម្នាក់ជាមនុស្សអវិជ្ជមានហើយអ្នកទាំងអស់គ្នាអាចយកទៅសង្កេតមើលបានដើម្បីកុំឲ្យពួកគេធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់យើងនិងកិច្ចចេញពីមនុស្សប្រភេទបែបនេះចំពោះសញ្ញាទី1របស់មនុស្សអវិជ្ជមាននោះគឺពួកគាត់តែងតែរអ៊ូរទាំអំពីគ្រប់រឿងរ៉ាវទាំងអស់នៅក្នុងគ្រប់ស្ថានភាពមិនថាតែអំពីការងាររបស់ពួកគាត់មិនថាតែការចាយវាយមិនថាតែការធ្វើដំណើរឬក៏រឿងអ្វីៗផ្សេងៗនោះទេគឺគាត់មិនដែលមើលឃើញអំពីភាពល្អនៅក្នុងជីវិតនៃការរស់នៅរបស់ពួកគាត់នោះទេគឺគាត់តែងតែផ្ដោតទៅលើបញ្ហាជាងការដែលគាត់ស្វែងរកនៅដំណោះស្រាយជាក់ស្ដែងនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់បានជួបនៅមនុស្សប្រភេទបែបហ្នឹងហើយឧទាហរណ៍អ្នកទាំងអស់គ្នាចេញទៅញ៉ាំអាហារនៅខាងក្រៅជាមួយនឹងបាត់រួមការងាររបស់អ្នកទាំងអស់គ្នាដែលមានបរិយាកាសល្អខ្លាំងមែនទែនប៉ុន្តែសុកហ្នឹងស្រាប់តែមានមិត្តរូបការងារម្នាក់ហ្នឹងគាត់បែរជាមកត្អូញត្អែអ្នកទាំងអស់គ្នាអំពីរឿងរ៉ាវផ្សេងមិនថាតែរឿងការងារឬក៏ជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់ទេបរិយាកាសកំពុងតែល្អសុកហ្នឹងក៏ប្រែជាអត់ល្អតែម្ដងហើយខ្ញុំជឿថាអ្នកទាំងគ្នាប្រកាសជាបាត់បង់នៅអារម្មណ៍ដែលល្អកំពុងតែរីករាយជាមួយនឹងអាហារមួយពេលហ្នឹងហើយសញ្ញាទី2នៃមនុស្សអវិជ្ជមាននោះគឺពួកគាត់តែងតែរំពឹងនៅលទ្ធផលមិនល្អទុកជាមុននៅក្នុងគ្រប់ស្ថានភាពទាំងអស់ពួកគាត់មិនមែនត្រឹមតែមានការភ័យខ្លាចនៅពេលដែលទទួលបានលទ្ធផលមិនល្អនៅពេលដែលគាត់ធ្វើកិច្ចការអ្វីមួយនោះទេក៏ប៉ុន្តែគឺគាត់រំពឹងទុកជាមុនតែម្ដងថានៅពេលដែលគាត់ធ្វើកិច្ចការហ្នឹងទៅលទ្ធផលដែលគាត់ទទួលបានគឺដឹងតែមិនល្អតែម្ដងតែនៅពេលខ្លះពួកគាត់មិនទាន់បានទាំងចាប់ផ្ដើមសាកល្បងធ្វើនៅកិច្ចការទាំងនោះផងក៏គាត់ចាប់ផ្ដើមរំពឹងទុកនៅលទ្ធផលមិនល្អជាមុនហើយមិនតែប៉ុណ្ណោះពួកគាត់ចូលចាប់ផ្ដើមសំខាន់ទៅលើឧបសគ្គឬមានការភ័យខ្លាចនៅក្នុងការបង្កើតនៅកំហុសឬក៏ភ័យខ្លាចនៅក្នុងការបរាជ័យហើយមានពេលខ្លះគឺពួកគាត់តែងតែមានការខ្វះខាតនៅចំណុចជឿជាក់ចំពោះសមត្ថភាពរបស់ខ្លួនឯងនិងតែងតែមានទម្លាប់គិតថាពួកគាត់មិនអាចធ្វើរឿងអ្វីបានសម្រាប់ជោគជ័យបានធំដុំនោះទេឬក៏គាត់មាននៅគំនិតដែលគិតថាគាត់មិនទាន់ល្អគ្រប់គ្រាន់នៅក្នុងការធ្វើកិច្ចការអ្វីមួយនោះទេហើយមានពេលខ្លះទៀតគឺគាត់គិតថាជីវិតរបស់គាត់គឺនៅតែប៉ុណ្្នឹងឯងគឺគាត់អត់អាចធ្វើអីបានសម្រេចទៅដោយរលូនទេគឺវាតែងតែមានឧបសគ្គរៀងគាត់ជានិច្ចឥឡូវយើងចូលដល់សញ្ញាសំខាន់ទី3នៃមនុស្សអវិជ្ជមានសញ្ញាសំខាន់ទី3នោះគឺពួកគាត់តែងតែសម្ដែងធ្វើជាជនរងគ្រោះនៅគ្រប់ស្ថានភាពទាំងអស់ពួកគាត់តែងតែបន្តនៅអ្វីៗដែលនៅជុំវិញខ្លួនរបស់គាត់ជានិច្ចនៅពេលដែលគាត់ជួបនៅស្ថានភាពមិនល្អណាមួយឬក៏ជួបនៅឧបសគ្គណាមួយហើយក៏មានមនុស្សមួយចំនួនទៀតនៅពេលដែលការងាររបស់គាត់ទទួលបាននៅលទ្ធផលមិនល្អគឺគាត់ចាប់ផ្ដើមបន្តនៅអ្នកដទៃតែម្ដងដោយគាត់គិតថាដោយសារតែមនុស្សនៅជុំវិញខ្លួនរបស់គាត់ហ្នឹងហើយជាមូលហេតុដែលធ្វើឲ្យគាត់ជួបនៅបញ្ហាទាំងអស់នេះហើយមានពេលខ្លះទៀតនៅពេលដែលគាត់មិនទទួលបាននៅការតម្លើងតំណែងគាត់ក៏ចាប់ផ្ដើមមានគំនិតមួយថាប្រហែលជាមេរបស់គាត់អត់ពេញចិត្តគាត់ឬក៏ស្អប់គាត់ហើយបានជាគាត់អត់ទទួលបានតំណែងនឹងចឹងតែដែលគាត់មិនដែលទទួលស្គាល់នៅកំហុសរបស់ខ្លួនឯងឬក៏ទទួលស្គាល់ថាវាកាត់ឡើងដោយសារតែទង្វើរបស់គាត់ឬក៏អេយ៉ាប័តរបស់គាត់នោះទេប៉ុន្តែគាត់បែរទៅជាបន្តនៅអ្នកដទៃឬក៏ស្ថានភាពដែលនៅជុំវិញខ្លួនរបស់គាត់ទៅវិញចំពោះសញ្ញាទី4របស់មនុស្សអវិជ្ជមាននេះខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់បានជួបនៅមនុស្សប្រភេទបែបនេះហើយមិនថាតែនៅកន្លែងការងារឬនៅក្នុងសង្គមរស់នៅសប្តាហ៍នោះទេគឺមានមនុស្សបែបនេះច្រើនមែនទែនគឺមនុស្សដែលចូលចិត្តរិះគន់ជាងការកោតសរសើរភាគច្រើនគឺពួកគាត់តែងតែផ្ដោតសំខាន់ទៅលើចំណុចខ្វះខាតឬក៏កំហុសឆ្គងបន្តិចបន្តួចរបស់អ្នកដទៃដោយពួកគាត់មករំលងពីសមត្ថភាពនិងសមិទ្ធផលដែលអ្នកដទៃទទួលបានពួកគាត់មិនត្រឹមតែមានការរិះគន់ចំពោះអ្នក
អ្នកដទៃនោះទេក៏ប៉ុន្តែគាត់នៅមានភាពច្រណែនឈ្នានីសនេះនិងមានពេលខ្លះទៀតគឺពួកគាត់តែងតែមានការវិនិច្ឆ័យទៅលើអ្នកដទៃដែលគ្មានមូលហេតុអ្វីទាំងអស់ជាក់ស្ដែងអ្នកទាំងអស់គ្នាអាចមើលឃើញបានថានៅលើប្រព័ន្ធ social media ប្រចាំថ្ងៃរបស់យើងគឺឃើញថាមានមនុស្សភាគច្រើនគឺគាត់ចូលចិត្តរិះគន់ទៅលើអ្នកដទៃខ្លាំងមែនទែនដោយពួកគាត់អត់ដែលចាប់អារម្មណ៍លើរឿងណាដែលល្អៗក៏ប៉ុន្តែគាត់ចាប់អារម្មណ៍តែនៅលើចំណុចខ្វះខាតឬក៏កំហុសខុសឆ្គងតិចតួចរបស់គេហើយនៅមានមនុស្សមួយចំនួនទៀតគឺគាត់ហ៊ានវិនិច្ឆ័យទៅលើអ្នកដទៃដែលគាត់មិនបានស្គាល់គេច្បាស់នោះទេជាពិសេសគឺគាត់ចូលចិត្តវិនិច្ឆ័យតែទៅលើរូបរាងខាងក្រៅរបស់គេហើយពួកគាត់ក៏ចាប់ផ្ដើមវាតម្លៃទៅលើអ្នកដទៃដែលគាត់ថាគេជាមនុស្សអាក្រក់បែបនេះឬក៏មនុស្សអាក្រក់បែបនោះតែតែគាត់មិនដែលមានភាពស្និទ្ធស្នាលជាមួយនឹងគេផងដែលមានមនុស្សមួយចំនួនទៀតគឺគាត់អត់ដែលឲ្យតម្លៃទៅលើសមត្ថភាពរបស់យើងនោះទេនៅពេលដែលយើងធ្វើរឿងអ្វីមួយបានសម្រេចជោគជ័យគាត់បែរទៅជារុញចោលនៅទេពកោសល្យរបស់យើងហើយគាត់បែរទៅជានិយាយថាយើងធ្វើរឿងហ្នឹងទៅបានសម្រេចជោគជ័យគឺដោយសារតែសំណាងរបស់យើងល្អទៅវិញចឹងអ្នកនរគ្នាត្រូវចាំថាការដែលយើងធ្វើអីមួយបានសម្រេចជោគជ័យគឺវាអត់មានកើតឡើងដោយសារតែសំណាងអយគឺវាអត់មានរឿងចង់កើតឡើងទេប៉ុន្តែវាកើតឡើងដោយសារតែយើងខិតខំប្រឹងប្រែងធ្វើវាចឹងហើយកុំឲ្យពាក្យសម្ដីមើលងាយរបស់អ្នកដទៃឬក៏ភាពចំណែនរបស់គេអាចធ្វើឲ្យអ្នកទាំងគ្នាបាត់បង់នៅជំនឿជឿជាក់ចំពោះសមត្ថភាពខ្លួនឯងនៅក្នុងការធ្វើកិច្ចការផ្សេងៗឥឡូវយើងចូលដល់ចំណុចចុងក្រោយនៃប្រធានបទរបស់យើងហើយដែលចំណុចទី5នេះគឺនិយាយអំពីមនុស្សដែលខ្វះខាតនៅការដឹងគុណឬខ្វះខាតនៅការពេញចិត្តចំពោះអ្វីៗដែលខ្លួនឯងមាននៅក្នុងពេលបច្ចុប្បន្នការដឹងគុណមិនមែនត្រឹមតែមានការអរគុណចំពោះអ្នកដទៃឬមនុស្សដែលនៅជុំវិញខ្លួនរបស់យើងនោះទេក៏ប៉ុន្តែគឺរួមបញ្ចូលទាំងការអរគុណចំពោះខ្លួនឯងនិងការអរគុណចំពោះអ្វីៗដែលយើងមានមនុស្សដែលខ្វះខាតនៅការដឹងគុណគឺជាមនុស្សដែលតែងតែចំណាយពេលវេលារបស់ខ្លួនឯងនៅក្នុងការស្វែងរកនៅអ្វីដែលខ្លួនឯងខ្វះខាតក៏ប៉ុន្តែបែរជាមិនឲ្យតម្លៃចំពោះអ្វីៗដែលខ្លួនឯងមានរួចស្រាប់ហើយឧទាហរណ៍មានបុគ្គលពីរនាក់ដែលបុគ្គលទី1គឺគាត់តែងតែមានអារម្មណ៍ធុញទ្រាន់នៅពេលដែលគាត់ត្រូវតែទៅធ្វើការជារៀងរាល់ថ្ងៃក៏ប៉ុន្តែបុគ្គលទី2គឺគាត់អរគុណចំពោះការដែលគាត់មានការងារធ្វើជារៀងរាល់ថ្ងៃចឹងយើងឃើញថាបុគ្គលទាំងពីរនេះគឺគាត់មានស្ថានភាពដូចគ្នាក៏ប៉ុន្តែគាត់មានការគិតខុសគ្នាប្រសិនបើអ្នកជាមនុស្សដែលខ្វះខាតនៅការពេញចិត្តចំពោះអ្វីៗដែលខ្លួនឯងមានឬក៏អ្វីៗដែលនៅជុំវិញខ្លួនរបស់អ្នកនោះវាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលខ្វះខាតនៅសេចក្តីសុខក្លាយជាមនុស្សអាត្មានិយមក្លាយជាមនុស្សលោភលន់និងក្លាយជាមនុស្សសម្ភារៈនិយមព្រមទាំងក្លាយជាមនុស្សដែលតែងតែសង្កេតទៅលើរឿងអវិជ្ជមានច្រើនជាងរឿងវិជ្ជមានដែលកើតឡើងនៅក្នុងជីវិតរបស់អ្នកក៏ប៉ុន្តែការដឹងគុណក៏មិនមែនមានន័យថាយើង ignore នៅបញ្ហាឬក៏យើងទទួលស្គាល់នៅអ្វីៗដែលយើងមានត្រឹមតែប៉ុណ្្នឹងដែរគឺយើងអាចមានអារម្មណ៍អរគុណចំពោះអ្វីដែលយើងមានស្របពេលដែលយើងនឹងតាមរកនៅអ្វីៗផ្សេងៗតាមតម្រូវការរបស់យើងឲ្យបានកាន់តែល្អជាងមុនដូចជា quote របស់លោក Jim Rohn ដែលគាត់ជាសហគ្រិននិងជាអ្នកនិពន្ធជនជាតិអាមេរិកមួយរូបដែលគាត់បានលើកឡើងថាអ្នកគួរតែរៀនអរគុណចំពោះអ្វីដែលអ្នកមានរួចស្រាប់ហើយស្របពេលដែលអ្នកដេញតាមអ្វីដែលអ្នកចង់បានចឹងសញ្ញាទាំង5របស់មនុស្សអវិជ្ជមានគឺមានតែប៉ុណ្្នឹងហើយបើសិនបើអ្នកនរគ្នាជួបនៅប្រភេទមនុស្សបែបនេះអ្នកនរគ្នាគួរតែរក្សានៅទំនាក់ទំនងឲ្យបានឆ្ងាយពីពួកគាត់ពីព្រោះថាពួកគាត់អាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់យើងបានហើយអ្នកនរគ្នាមិនចាំបាច់ព្យាយាមនៅក្នុងការកែប្រែពួកគាត់នោះទេព្រោះថាពួកគាត់អាចកែប្រែបានគឺដោយសារតែពួកគាត់ចង់កែប្រែដល់ខ្លួនគាត់ផ្ទាល់ទោះបីជាអ្នកនរគ្នាព្យាយាមផ្ដល់នៅ advice ដល់គាត់ក៏ដោយបើសិនបើពួកគាត់អត់ចង់ផ្លាស់ប្ដូរដល់ខ្លួនឯងទេនោះអញ្ចឹងអ្នកនរគ្នាក៏អត់អាចធ្វើឲ្យបានដែរក្រៅពីរក្សានៅទំនាក់ទំនងឲ្យបានឆ្ងាយពីពួកគាត់អញ្ចឹងនៅក្នុងចំណុចបន្ទាប់ទៅទៀតនេះគឺខ្ញុំចង់ចែករំលែកទៅកាន់អ្នកនរគ្នានៅចំណុចសំខាន់មួយចំនួនដែលខ្ញុំបានធ្វើការ research មកនៅរបៀបដែលយើងធ្វើម៉េចដើម្បីជៀសវាងដើម្បីកុំឲ្យខ្លាយទៅជាមនុស្សអវិជ្ជមានតាមពិតទៅនៅក្នុងជីវិតរស់នៅរបស់យើងជាធម្មតាដែលយើងទាំងអស់គ្នាអាច
ធ្លាក់ចូលទៅក្នុងអន្លង់នៃការកាត់អវិជ្ជមានបានដោយសារតែជាធម្មតានៅក្នុងការរស់នៅរបស់យើងគឺយើងជួបនៅរឿងរ៉ាវជាច្រើនដែលពេលខ្លះគឺវាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់យើងក៏ប៉ុន្តែមិនមែនមានន័យថាយើងត្រូវរស់នៅជាមួយនឹងភាពអវិជ្ជមានរហូតដែរដូច្នេះដើម្បីផ្លាស់ប្ដូរពីមនុស្សអវិជ្ជមានឲ្យក្លាយទៅជាមនុស្សវិជ្ជមានគឺយើងចាប់ផ្ដើមដោយការផ្លាស់ប្ដូរនៅ mindset របស់យើងដែលពីមុនយើងធ្លាប់តែគិតអវិជ្ជមានគឺចាប់ផ្ដើមជាថ្មីដល់ការគិតវិជ្ជមានបន្តិចម្ដងក៏ប៉ុន្តែការគិតវិជ្ជមានមិនមែនមានន័យថាយើង ignore នៅបញ្ហាឬរឿងអវិជ្ជមានផ្សេងៗដែលយើងមាននោះទេក៏ប៉ុន្តែគឺយើងដោះស្រាយនៅបញ្ហាអវិជ្ជមានទាំងអស់ហ្នឹងដោយស្ថិតនៅក្នុងផ្លូវវិជ្ជមានហើយធ្វើវាឲ្យមាន productive ចឹងចំណុចដំបូងបំផុតដែលយើងត្រូវតែធ្វើនោះគឺយើងត្រូវតែទទួលស្គាល់ចំពោះខ្លួនឯងជាមុនសិនថាការពីមុនមកគឺយើងពិតជាធ្លាប់មាននៅការកាត់អវិជ្ជមានបែបនឹងពិតមែនហើយយើងក៏កំពុងតែផ្លាស់ប្ដូរខ្លួនឯងបន្តិចម្ដងដែរគឺយើងមិនត្រូវធ្វើការស្ដីបន្ទោសចំពោះខ្លួនឯងនោះទេដោយសារតែការស្ដីបន្ទោសគឺវាអត់មានបានអីមកវិញទេហើយមួយទៀតយើងត្រូវតែដឹងថាវាជារឿងធម្មតាដែលខួរក្បាលរបស់យើងតែងតែផ្ដោតទៅលើរឿងអវិជ្ជមានច្រើនជាងរឿងវិជ្ជមានដោយយើងទៅតាមការសិក្សាស្រាវជ្រាវនិងការធ្វើពិសោធន៍របស់អ្នកជំនាញដែលប្រើប្រាស់ fMRI ជាលទ្ធផលបានបង្ហាញថាបទពិសោធន៍អវិជ្ជមានតែងតែមានឥទ្ធិពលយ៉ាងខ្លាំងចំពោះការចងចាំនិងអារម្មណ៍របស់យើងជាងបទពិសោធន៍វិជ្ជមានទោះបីជាយើងទទួលបាននូវការកោតសរសើរជាច្រើនក៏ប៉ុន្តែនៅពេលដែលទទួលបាននូវការរិះគន់មួយរឿងក៏អាចធ្វើឲ្យយើងចំណាយពេលវេលាជាច្រើននៅក្នុងការគិតនៅការរិះគន់នោះដែរដូច្នេះយើងត្រូវតែផ្លាស់ប្ដូរនៅការគិតរបស់យើងទោះបីជាយើងមិនអាចផ្លាស់ប្ដូរនៅការគិតអវិជ្ជមានបាន 100% ក៏ដោយក៏ប៉ុន្តែយ៉ាងហោចណាស់ក៏យើងគួរតែផ្លាស់ប្ដូរនៅការគិតរបស់យើងឲ្យបានល្អជាងមុនផងដែរដោយបំបែកនៅការ focus របស់យើងគឺ focus ទៅលើរឿងវិជ្ជមានវិញម្ដងកាលណាតែយើងព្យាយាមស្វែងរកនៅរឿងវិជ្ជមានដែលបានកាត់ឡើងចំពោះខ្លួនយើងពីមួយថ្ងៃទៅមួយថ្ងៃនៅពេលនោះខួរក្បាលរបស់យើងនឹងចំណាំបាននៅរឿងវិជ្ជមានដែលយើងខិតខំស្វែងរកនឹងហើយនៅពេលនោះការគិតអវិជ្ជមានវាក៏ចាប់ផ្ដើមរសាត់បន្តិចម្ដងចំណុចទី2ដែលយើងគួរតែធ្វើនោះគឺយើងត្រូវតែ control នៅ content ឬក៏ព័ត៌មានដែលយើងបានមើលឃើញនៅលើ social media ដូចដែលយើងបានដឹងថានៅលើប្រព័ន្ធ social media ដូចជា TikTok Instagram ឬក៏ Facebook ជាដើមគឺវាមាននៅ algorithm ដែលវាតែងតែ recommend នៅព័ត៌មានឬក៏ content ផ្សេងៗដែលវាគិតថាយើងអាចនឹងចូលចិត្តមើលឬក៏យើងអាចនឹង share ចេញទៅកាន់អ្នកផ្សេងមិនថាតែ content ទាំងអស់នោះជា content ល្អឬក៏មិនល្អនោះទេនៅពេលណាដែលយើងតែងតែមើលនៅ content ទាំងអស់នោះគឺប្រព័ន្ធ social media នឹង auto recommend នៅcontent ទាំងអស់នោះមកកាន់យើងនៅពេលណាដែលយើងមើលនៅ content ដែលមិនល្អកាន់តែច្រើននៅពេលនោះ social media នឹងធ្វើការ auto recommend នៅ content ទាំងអស់នោះមកកាន់យើងដោយវាគិតថាយើងចូលចិត្តនៅ content ទាំងអស់នោះហើយទោះបីជាពេលខ្លះយើងអត់បាន follow នៅ page ឬក៏ creator ណាម្នាក់ក៏ដោយក៏វា auto recommend មកកាន់យើងដែរចឹងវាដូចទៅនឹងខួរក្បាលរបស់យើងដែរកាលណាតែយើងទទួលនៅព័ត៌មានឬក៏ content មិនល្អកាន់តែច្រើននៅពេលនោះខួរក្បាលរបស់យើងនឹងចាំតែ content អវិជ្ជមានទាំងអស់នោះមួយវិញទៀតយើងគួរតែធ្វើការជៀសវាងកុំ engage ជាមួយនឹង content ណាដែលមិនល្អដូចដែលយើងបានឃើញនៅលើប្រព័ន្ធ social media របស់យើងគឺមាន content creator មួយចំនួនដែលពួកគាត់បានធ្វើការបង្កើតនៅមាតិកាដែលមិនល្អជាច្រើនដើម្បីទទួលបាននៅ engagement ពីមនុស្សផ្សេងដោយសារតែពួកគាត់បានមើលឃើញថាមនុស្សភាគច្រើនគឺគាត់ចូលចិត្តធ្វើការ like និង share នៅ content ដែលមិនល្អដូចជា content ដែលគេជេរប្រមាថឬក៏ជេរវាយប្រហារគ្នាទៅវិញទៅមកហើយបើសិនបើយើងមើលឃើញនៅ content ទាំងអស់ហ្នឹងយើងគួរតែកុំធ្វើការ like និង share នៅ content បែបហ្នឹងដោយសារតែ content បែបហ្នឹងគឺឆាប់រីករាលដាលខ្លាំងមែនតើហើយយើងចូលរួមធ្វើការចែករំលែកនៅ content ណាដែលល្អៗទោះបីជាមានមនុស្សមិនសូវច្រើននៅក្នុងការចូលចិត្ត like និង share នៅ content បែបហ្នឹងក៏ដោយក៏ប៉ុន្តែយើងគួរតែចូលរួមព្យាយាមចែករំលែកនៅ content ដែលវិជ្ជមាន
ឲ្យបានច្រើនទាំងអស់គ្នាចូលមកដល់ចំណុចទី3ដែលយើងត្រូវតែដឹងទាំងអស់គ្នានោះគឺនៅពេលណាដែលយើងមាននៅកំណត់អវិជ្ជមានកាត់ឡើងនៅពេលនោះយើងគួរតែកត់សម្គាល់និងធ្វើការ reframe នៅកំណត់អវិជ្ជមានទាំងអស់នោះហើយការ reframe នៅការកត់ក៏មិនមែនមានន័យថាយើងព្យាយាម ignore នៅបញ្ហាដែលបានចូលមកក្នុងជីវិតរបស់យើងនោះទេក៏ប៉ុន្តែគឺយើងព្យាយាមធ្វើបែបណាឲ្យផ្លូវចិត្តរបស់យើងកុំឲ្យវាមានសម្ពាធខ្លាំងពេកឬក៏ធ្វើឲ្យផ្លូវចិត្តរបស់យើងកើតនៅការ stress ក៏ប៉ុន្តែគឺយើងព្យាយាមលើកទឹកចិត្តខ្លួនឯងក៏ដូចជាព្យាយាមផ្ដោតទៅលើដំណោះស្រាយឬចំណុចល្អៗជាជាងចំណុចអាក្រក់ឧទាហរណ៍ជាក់ស្ដែងនៅក្នុងជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់យើងបានដឹងហើយថាជីវិតរបស់មនុស្សយើងម្នាក់ៗតែងតែជួបនៅការលំបាកផ្សេងៗពីគ្នាដូច្នេះជាជាងកាលណាយើងធ្វើការប្រៀបធៀបនៅជីវិតរបស់យើងជាមួយនឹងអ្នកដទៃឬក៏ធ្វើការស្ដីបន្ទោសចំពោះការដែលជីវិតរបស់យើងតែងតែជួបនៅឧបសគ្គផ្សេងៗយើងគួរតែធ្វើការ reframe នៅការគិតរបស់យើងមកវិញថាប្រហែលជាជីវិតរបស់យើងបានកំពុងតែបង្រៀនយើងពីមេរៀនក៏ដូចជាបទពិសោធន៍ថ្មីៗដែលវាអាចធ្វើឲ្យយើងកាន់តែខ្លាយទៅជាមនុស្សម្នាក់ថ្មីទៀតដែលកាន់តែរឹងមាំជាងមុនក៏ថាបានអញ្ចឹងនៅពេលណាដែលយើងធ្វើការ reframe នៅការគិតរបស់យើងបែបហ្នឹងនៅពេលនោះយើងនឹងចាប់ផ្ដើមមើលឃើញនៅចំណុចវិជ្ជមានបានកាន់តែច្រើនជាងអវិជ្ជមានហើយយើងក៏អាចកាត់បន្ថយនៅសម្ពាធផ្លូវចិត្តឬក៏ការ stress ឬក៏ការព្រួយបារម្ភបានមួយកម្រិតផងដែរហើយនៅពេលនោះវាក៏អាចជួយឲ្យយើងមើលឃើញពីដំណោះស្រាយក៏ដូចជាវិធីផ្សេងៗនៅក្នុងការដោះស្រាយបញ្ហាបានផងដែរចំណុចទី4នេះគឺជាចំណុចសំខាន់មួយដែលយើងទាំងអស់គ្នាគួរតែមានគឺការហ្វឹកហាត់នៅការដឹងគុណអ្នកទាំងអស់គ្នាមានដឹងថាការដែលយើងអរគុណចំពោះអ្នកដទៃអរគុណចំពោះអ្វីៗដែលនៅជុំវិញខ្លួនឬអរគុណចំពោះខ្លួនឯងផ្ទាល់គឺមានសារៈសំខាន់ខ្លាំងមែនទែនដែលវាអាចជួយកាត់បន្ថយនៅសម្ពាធផ្លូវចិត្តរបស់យើងជួយកាត់បន្ថយនៅជំងឺ stress និងជំងឺថប់បារម្ភបានមួយកម្រិតផងដែរហើយមិនតែប៉ុណ្ណោះគឺវាជួយបញ្ចេញនៅអរម៉ូនដូផាមីនដែលអរម៉ូនដូផាមីននេះបញ្ចេញតែនៅពេលណាដែលយើងមានអារម្មណ៍ល្អតែប៉ុណ្ណោះដូច្នេះនៅពេលណាដែលយើងធ្វើការអរគុណកាន់តែច្រើននៅពេលនោះខួរក្បាលរបស់យើងក៏បញ្ចេញអរម៉ូនដូផាមីនបានកាន់តែច្រើនផងដែរប្រសិនបើអ្នកទាំងអស់គ្នាអត់ដែលធ្វើការហ្វឹកហាត់នៅការអរគុណទេនោះហើយអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមធ្វើវាមុនដំបូងវាអាចនឹងមានអារម្មណ៍ថាឆ្កូងឬក៏វារៀងចម្លែកបន្តិចក៏ប៉ុន្តែវាអត់អីដោយសារតែយើងអត់ដែលធ្វើវាពីមុនមកក៏ប៉ុន្តែនៅពេលណាដែលយើងធ្វើវាយូរទៅនៅពេលនោះយើងនឹងមានអារម្មណ៍ធម្មតាជាមួយវាហើយមួយវិញទៀតនៅក្នុងការដែលយើងចាប់ផ្ដើមសរសេរដំបូងយើងមិនចាំបាច់គិតថាយើងត្រូវតែសរសេរឲ្យបានច្រើននៅក្នុងមួយថ្ងៃឯងក៏ប៉ុន្តែយើងចាប់ផ្ដើមដោយសរសេរតែ2ទៅ3ចំណុចនៅក្នុងមួយថ្ងៃក៏បានដែរហើយបន្ទាប់មកយើងអាចនឹងតម្លើងវាបន្តិចម្ដងក៏បានដែរហើយនៅក្នុងការសរសេរគឺយើងត្រូវតែសរសេរចេញពីចិត្តរបស់យើងនិយាយទៅគឺចេញពីខាងក្នុងដែលយើងមានអារម្មណ៍អរគុណចំពោះរបស់នឹងពិតមែនបើសិនបើយើងសរសេរដោយអត់មានអារម្មណ៍សរសេរដោយធម្មតាយើងសរសេរឧទាហរណ៍យើងសរសេរអរគុណដែលយើងមានការងារធ្វើយើងទទួលបានប្រាក់ខែក៏ប៉ុន្តែចិត្តរបស់យើងអត់មានអារម្មណ៍អីទាំងអស់អញ្ចឹងគឺវាអត់ទទួលបានលទ្ធផលទេលុះតែយើងសរសេរវាហើយអារម្មណ៍របស់យើងគឺពិតជាមានអារម្មណ៍អរគុណចំពោះរបស់នឹងពិតមែនទៅវាទទួលបានលទ្ធផលចាស់ស្ដាយខ្ញុំក៏ដូចជាអ្នកទាំងអស់គ្នាដែរណាកាលពីមុនគឺខ្ញុំមិនដែលចាប់អារម្មណ៍នៅក្នុងការសរសេរនៅរឿងបែបហ្នឹងឯងហើយនៅពេលដែលខ្ញុំចាប់ផ្ដើមដំបូងគឺខ្ញុំមានអារម្មណ៍ថាឆ្កូងខ្លាំងមែនតើគឺនៅពេលដែលសរសេរទៅហើយអានខ្លួនឯងទៅគឺមានអារម្មណ៍ថាវាចម្លែកគឺអត់ចូលចិត្តវាក៏ប៉ុន្តែនៅពេលណាដែលខ្ញុំសរសេរយូរទៅនៅពេលនោះគឺខ្ញុំមានអារម្មណ៍ធម្មតាជាមួយវាគឺបានន័យថារឿងដែលខ្ញុំចង់អរគុណនោះវាក៏ផុសឡើងដោយអូតូតែម្ដងគឺវាលែងឆ្កងទៀតហើយមួយវិញទៀតនៅពេលណាដែលខ្ញុំសរសេរវាកាន់តែច្រើនទៅនៅពេលនោះខ្ញុំបានសង្កេតឃើញថាជីវិតរបស់ខ្ញុំគឺបានជួបនៅរឿងដែលល្អច្រើនខ្លាំងមែនទែនក៏ប៉ុន្តែកាលពីមុនគឺខ្ញុំអត់ដែលមានអារម្មណ៍ថាពេញចិត្តជាមួយនឹងរឿងដែលបានកាត់ឡើងនៅក្នុងជីវិតរបស់ខ្ញុំឯងលុះត្រាតែពេលដែលខ្ញុំបានបាត់បង់នៅរឿងដែលល្អហ្នឹងទើបខ្ញុំចាប់ផ្ដើមស្ដាយក្រោយហើយមានអារម្មណ៍អរគុណចំពោះរឿងដែលល្អដែលបានធ្លាប់កាត់ឡើងនៅក្នុងជីវិតរបស់ខ្ញុំហើយទោះបីជាពេលខ្លះខ្ញុំជួបនៅរឿងដែលអត់សូវសប្បាយចិត្តក៏ខ្ញុំព្យាយាមនៅក្នុងការសរសេរក៏ដូចជា reframe នៅរឿងដែលមិនល្អទាំងអស់ហ្នឹងឲ្យខ្លាយទៅជារឿងល្អដែរហើយនៅពេលនោះខ្ញុំក៏ទទួលបាននៅអារម្មណ៍ដែល
ធូរស្រាលបានមួយកម្រិតផងដែរចឹងបើសិនបើអ្នកនរគ្នាបានសាកល្បងនៅក្នុងការសរសេរនៅការអរគុណបែបនេះទេអ្នកនរគ្នាថ្ងៃហ្នឹងអាចចាប់ផ្ដើមសាកល្បងសរសេរបានទោះបីជាមុនដំបូងយើងសរសេរទៅវាឆ្កងក៏ពិតមែនក៏ប៉ុន្តែវាបានន័យថាយើងបើកចិត្តនៅក្នុងការព្យាយាមសាកល្បងនៅអ្វីដែលថ្មីហើយអញ្ចឹងនៅពេលណាដែលយើងធ្វើវាយូរទៅយើងនឹងទម្លាប់ជាមួយនឹងរឿងទាំងអស់នោះចំណុចទី5សំខាន់នោះគឺការថែរក្សានៅសុខភាពរបស់យើងឲ្យបានល្អមិនថាតែផ្លូវកាយឬក៏ផ្លូវចិត្តនោះទេការថែរក្សានៅសុខភាពផ្លូវកាយគឺយើងអាចធ្វើការថែរក្សាបានតាមរយៈការដែលយើងញ៉ាំអាហារណាដែលល្អសម្រាប់សុខភាពសម្បូរទៅដោយជីជាតិគេងឲ្យបាន8ម៉ោងជារៀងរាល់ថ្ងៃហាត់ប្រាណឲ្យបានយ៉ាងហោចណាស់30នាទីជាប្រចាំ and more importantly don't forget to stay hydrated ចំណែកឯការថែរក្សាសុខភាពផ្លូវចិត្តគឺយើងអាចធ្វើបានតាមរយៈការដែលយើងអង្គុយសមាធិជាប្រចាំឬក៏ការដែលយើងធ្វើនៅ breath work តាមពិតទៅការដែលយើងធ្វើ breath work ហើយនឹងអង្គុយសមាធិគឺវាអត់មានលក្ខណៈខុសគ្នាម៉ែនេះគ្រាន់ថាការដែលយើងធ្វើ breath work គឺវាខ្លីជាងការដែលយើងអង្គុយសមាធិឧទាហរណ៍ថានៅពេលដែលយើងអង្គុយធ្វើការទៅស្រាប់តែអារម្មណ៍របស់យើងគឺនៅក្នុងខ្លួនឯងគឺវាហោះហើរទៅណាទៅណីចឹងទៅអញ្ចឹងពេលបើសិនបើយើងចង់ចាប់ឲ្យអារម្មណ៍របស់យើងមកនៅក្នុងពេលបច្ចុប្បន្នឥឡូវហ្នឹងគឺយើងត្រូវតែធ្វើ breath work ដោយយើងធ្វើការដកដង្ហើមចូលឲ្យបានវែងដោយប្រើពេល4វិនាទីបន្ទាប់មកយើងខ្ទប់វាមកផ្លែតក្នុងចន្លោះពេល3ទៅ4វិនាទីដូចគ្នាហើយបន្ទាប់មកយើងដកដង្ហើមចាញ់វិញឲ្យបានវែងចន្លោះពេលពី7ទៅ8វិនាទីហើយមួយវិញទៀតការដែលយើងធ្វើនៅ breath work បែបហ្នឹងគឺអាចជួយកាត់បន្ថយនៅការភ័យខ្លាចក៏ដូចជាអារម្មណ៍ធុញថប់បានផងដែរវាក៏ដូចគ្នាដែរចំពោះការដែលយើងអង្គុយសមាធិការសមាធិគឺអាចជួយកាត់បន្ថយនៅភាព stress តានតឹងហើយវាជួយ reset នៅការគិតរបស់យើងក៏ប៉ុន្តែមិនមែនមានន័យថាគឺយើងអាចលុបបំបាត់នៅការគិតរបស់យើងបាន 100% នោះទេការសមាធិគឺគ្រាន់តែអាចផ្លាស់ប្ដូរនៅទំនាក់ទំនងរវាងយើងនិងការគិតរបស់យើងបានតែប៉ុណ្ណោះមានន័យថាជាជាងការដែលយើងធ្វើការវិនិច្ឆ័យទៅលើការគិតដែលយើងមានគឺយើងគ្រាន់តែកត់សម្គាល់នៅការគិតបែបនោះឧទាហរណ៍ថាពេលដែលយើងមានគំនិតអវិជ្ជមានគឺយើងគ្រាន់តែដឹងថាអូពេលហ្នឹងគឺយើងមានគំនិតអវិជ្ជមានបន្ទាប់ពីយើងមានការគិតបែបហ្នឹងហើយយើងក៏ប្រឡែងការគិតបែបហ្នឹងឲ្យវារសាត់ទៅតាមដំណើររបស់វាគឺយើងឲ្យធ្វើការវិនិច្ឆ័យទៅលើការគិតបែបហ្នឹងនោះទេហើយមួយវិញទៀតការដែលយើងអង្គុយសមាធិគឺវាអាចជួយ control នៅ amygdala របស់យើងបានដែល amygdala ហ្នឹងវាគឺជាផ្នែកទូចមួយវាមានរាងដូចជាគ្រាប់អាម៉ុនហើយវាមាននៅក្នុងខួរក្បាលរបស់យើងអញ្ចឹង amygdala គឺមានតួនាទីសំខាន់នៅក្នុងការគ្រប់គ្រងអារម្មណ៍របស់យើងជាពិសេសគឺអារម្មណ៍នៃភាពភ័យខ្លាចឧទាហរណ៍នៅពេលណាដែលយើងជួបជាមួយនឹងគ្រោះថ្នាក់ណាមួយគឺ amygdala ចាប់ផ្ដើមធ្វើការបញ្ជាទៅលើខួរក្បាលរបស់យើងមុនពេលដែលខួរក្បាលរបស់យើងបាន process ពីហេតុការណ៍មួយហ្នឹងដោយវាធ្វើការបញ្ជាឲ្យយើងតបតឬក៏រត់គេចចេញពីបញ្ហាមួយនោះដែលជាហេតុធ្វើឲ្យចង្វាក់បេះដូងរបស់យើងកាន់តែកើនឡើងជាដើមអញ្ចឹង amygdala គឺវាមានតួនាទីការពារយើងកិច្ចផុតចេញពីគ្រោះថ្នាក់ក៏ប៉ុន្តែយើងក៏ត្រូវតែសមាធិឬក៏ធ្វើការគ្រប់គ្រងនៅ amygdala នឹងដែរដើម្បីកុំឲ្យខ្លួនប្រាណរបស់យើងគឺឆាប់កើតមាននៅការភ័យខ្លាចអញ្ចឹងកាលណាតែយើងឆាប់កើតមាននៅការភ័យខ្លាចគឺយើងអាចដោះស្រាយអីបានល្អនោះទេហើយការអង្គុយសមាធិគឺអាចជួយពង្រឹងនៅ prefrontal cortex ដែលវាជាស្រទាប់ខួរក្បាលផ្នែកខាងមុខដែលស្រទាប់ខួរក្បាលផ្នែកខាងមុខនេះគឺវាមានតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងស្រទាប់នៃខួរក្បាលផ្នែកខាងមុខនេះមានតួនាទីយ៉ាងសំខាន់នៅក្នុងការជួយឲ្យយើងអាច focus ទៅលើរឿងអ្វីមួយបានយ៉ាងល្អនិង ignore នៅ distraction ជួយឲ្យយើងគិតគូរបានល្អិតល្អន់មុនពេលដែលយើងធ្វើការសម្រេចចិត្តអ្វីមួយនិងគ្រប់គ្រងនៅការបញ្ចេញនៅអិយាបថរបស់យើងវាក៏ជួយគ្រប់គ្រងនៅអារម្មណ៍របស់យើងដោយអាចឲ្យយើងបានរៀនសូត្រនិងបញ្ចេញនៅអារម្មណ៍ផ្សេងៗជាពិសេសគឺវាមាននៅ self control ដែលអាចបញ្ឈប់យើងពីការ react ដោយ automatic ទៅលើស្ថានភាពណាមួយហើយជួយឲ្យយើងអាចជ្រើសរើសនៅចម្រើសណាមួយដែលកាន់តែល្អប្រសើរចុងការសមាធិវាមិនមែនត្រឹមតែជួយកាត់បន្ថយនៅអារម្មណ៍ដែលយើង stress ឬការព្រួយបារម្ភនោះទេក៏ប៉ុន្តែវាអាចជួយឲ្យយើងធ្វើការសម្រេចចិត្តទៅលើរឿងផ្សេងៗដោយបានល្អបំផុតហើយជួយឲ្យយើងមិនធ្វើការសម្រេចចិត្តដោយតក់ក្រហល់នោះទេអញ្ចឹងបើសិនបើអ្នកនរគ្នាចង់អានបន្ថែមពី amygdala ឬក៏ prefrontal cortex ខ្ញុំនឹងដាក់ link នៅលើ screen ហ្នឹងហើយអ្នកនរគ្នាអាច
ចុចចូលតែអានបានចំណុចសំខាន់ចុងក្រោយនោះគឺយើងគួរតែចូលរួមនៅក្នុងការធ្វើនៅរឿងល្អៗចំពោះអ្នកដទៃការដែលយើងធ្វើនៅអំពើល្អចំពោះអ្នកដទៃមិនមែនលុះត្រាតែយើងលះបង់នៅអ្វីគ្រប់យ៉ាងរបស់យើងទៅឲ្យអ្នកដទៃនោះទេគឺយើងគ្រាន់តែធ្វើអ្វីទៅតាមសមត្ថភាពដែលយើងមាននៅក្នុងការជួយអ្នកដទៃគឺគ្រប់គ្រាន់ហើយដូចជាការដែលយើងចេះគោរពអ្នកដទៃការដែលយើងចេះជួយយកអាសាលើករបស់ឲ្យអ្នកដទៃការដែលយើងនិយាយសមរម្យមានសុជីវធម៌មានសិលធម៌ចំពោះអ្នកដទៃនិងការដែលយើងមានភាពអត់ធ្មត់នៅពេលដែលនរណាគេម្នាក់ពួកគាត់បានបង្កើតនៅកំហុសហើយពួកយើងព្យាយាមនៅក្នុងការបង្រៀនគាត់ជាជាងការដែលយើងធ្វើការស្ដីបន្ទោសឬជេរប្រមាថចំពោះពួកគាត់ការដែលយើងធ្វើនៅអំពើល្អចំពោះអ្នកដទៃគឺអាចធ្វើឲ្យសម្ព័ន្ធភាពរវាងយើងនិងពួកគាត់គឺអាចធ្វើឲ្យកាន់តែមានភាពរឹងមាំឡើងហើយមានពេលខ្លះការដែលយើងធ្វើអំពើល្អចំពោះអ្នកដទៃគឺអាចជួយឲ្យគាត់មាននៅអារម្មណ៍រីករាយដោយសារតែមានពេលខ្លះគឺយើងអត់បានដឹងទេថាមនុស្សណាម្នាក់គាត់មានទុក្ខលំបាកបែបម៉េចចឹងពេលដែលយើងបានជួយពួកគាត់ទោះបីវាមិនធំណាស់ណាក៏ដោយក៏ពេលខ្លះគឺគាត់មានអារម្មណ៍អរគុណចំពោះយើងគឺគាត់អាចមានអារម្មណ៍ positive ឡើងមកក៏ថាបានដែរហើយជាពិសេសខ្លួនយើងផ្ទាល់ក៏ទទួលបាននៅសេចក្តីសុខដែរនៅពេលដែលយើងបានជួយនរណាគេម្នាក់ចេញពីចិត្តរបស់យើងចឹងកាលណាតែមានមនុស្សចេះជួយគ្នាទៅវិញទៅមកចឹងវាអាចធ្វើឲ្យសង្គមរបស់យើងកាន់តែមានភាពប្រសើរឡើងដូចជា quote មួយដែលគេបានលើកឡើងថា in a world where you can be anything be kind សរុបមកវិញដើម្បីកែប្រែខ្លួនយើងកុំឲ្យខ្លាចទៅជាមនុស្សអវិជ្ជមានទី1គឺយើងត្រូវតែ control នៅអ្វីដែលយើងបានមើលឬឃើញនៅលើ social media ទី2គឺយើងព្យាយាម reframe នៅការគិតរបស់យើងនៅពេលដែលយើងជួបនៅបញ្ហាណាមួយទី3គឺយើងត្រូវតែធ្វើការហ្វឹកហាត់នៅការអរគុណទី4គឺយើងត្រូវតែមើលថែទាំនៅសុខភាពរបស់យើងទាំងផ្លូវកាយនិងផ្លូវចិត្តដោយការធ្វើនៅលំហាត់ប្រាណឬក៏ការអង្គុយសមាធិជាដើមនិងចំណុចចុងក្រោយនោះគឺយើងព្យាយាមនៅក្នុងការធ្វើនៅអំពើល្អចំពោះគ្នាទៅវិញទៅមកចឹងនៅក្នុងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបាននូវចំណេះដឹងពីវីដេអូមួយនេះហើយខ្ញុំក៏សូមធ្វើការអរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលានៅក្នុងការទស្សនានៅវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយខ្ញុំក៏សូមធ្វើការសុំទោសបើសិនបើខ្ញុំនិយាយទៅមានចំណុចខ្វះខាតឬក៏មានកំហុសខុសឆ្គងណាមួយកាត់ឡើងហើយមួយវិញទៀតអ្នកទាំងអស់គ្នាកុំភ្លេចថែរក្សាសុខភាពរបស់ខ្លួនឯងផងហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀត